សូមជម្រាបសួរបងប្អូនប្រិយមិត្តដែលកំពុងតែតាមដានទស្សនាវីដេអូរបស់នាងខ្ញុំនៅក្នុងថ្ងៃនេះដែរនាងខ្ញុំសូមលើកយកជាបន្តតាក់ទងជាមួយនឹងអត្តចរិតរបស់ឆ្នាំនីមួយៗហើយការពីលើកមុនគឺនាងខ្ញុំបានលើកតាក់ទងជាមួយនឹងអត្តចរិតទូទៅរបស់មនុស្សកើតឆ្នាំជូតហើយបន្តទៅទៀតនាងខ្ញុំនឹងចូលទៅកាន់អ្នកដែលកើតឆ្នាំជូតមានធាតុឈើធាតុមាសធាតុភ្លើងធាតុទឹកធាតុដីជាដើមតើពួកគាត់មានអត្តចរិតយ៉ាងណាទៅតាមឆ្នាំនិងធាតុនីមួយៗរបស់គាត់អញ្ចឹងយើងចូលទៅកាន់មនុស្សដែលកើតឆ្នាំ1924ពីខែកុម្ភៈរហូតទៅដល់ឆ្នាំ1925គឺខែមករាហើយឆ្នាំ1984ខែកុម្ភៈទៅដល់1985ខែកុម្ភៈដូចគ្នាហើយនេះយើងសំដៅទៅលើកណ្ដុរធាតុឈើតើអត្តចរិតរបស់គាត់យ៉ាងម៉េចដែរឈើនាំកណ្ដុរនៅភាពត្រជាក់ដ៏អស្ចារ្យនិងការវិនិច្ឆ័យបែប logic ប្រសិទ្ធភាពខ្ពស់ក្នុងការផ្ដល់ផលប្រយោជន៍ផ្ទាល់ខ្លួនកណ្ដុរទាំងនេះមានការលះបង់ស្មោះត្រង់និងមានក្តីស្រឡាញ់ចំពោះទៅកាន់អ្វីដែលពួកគេខ្វាយខ្វល់ដល់នាងខ្ញុំសូមចូលទៅកាន់កណ្ដុរធាតុភ្លើងដែលមានឆ្នាំដែលកើតហ្នឹងគឺពី1936ខែមករារហូតដល់1937ដែលកើតនៅក្នុងខែកុម្ភៈហើយមួយឆ្នាំទៀតហ្នឹងគឺ1996ដែលកើតនៅក្នុងខែកុម្ភៈរហូតទៅដល់1997ខែកុម្ភៈដូចគ្នាយើងសំដៅទៅលើកណ្ដុរធាតុភ្លើងតើអត្តចរិតនិងនិស្ស័យរបស់អ្នកដែលកើតនៅក្នុងឆ្នាំនេះមិនដែរបានន័យថាកណ្ដុរធាតុភ្លើងហ្នឹងគឺកណ្ដុរនេះគឺចិត្តល្អជាមួយនឹងលទ្ធភាពខ្លែងបន្លំមិត្តភាពអញ្ចឹងបានន័យថាគាត់ចិត្តល្អក៏ប៉ុន្តែមានពេលខ្លះដើម្បីបានមិត្តភាពឬមួយក៏មិនចង់ឲ្យមានភាពទាស់តែងគ្នាគឺគាត់ពេលខ្លះយើងអាចនិយាយថាសំដែងចេញលើសពីការប៉ັດពេកអាហ្នឹងគេហៅចូលលក្ខណៈខ្លែងបន្លំណាកណ្ដុរទាំងនេះមានគេហៅថាភាពហិង្សាតិចមិនសូវចូលចិត្តឆ្លោះប្រកែកគ្នាទេពួកគេនៅកន្លែងហ្នឹងគឺពូកែនៅក្នុងការបន្លំយល់ព្រមសហការពួកគេមានទំនោរជោគជ័យនៅក្នុងការងាររបស់ពួកគេនិងមានប្រជាប្រិយភាពណាស់អញ្ចឹងកន្លែងហ្នឹងនាងខ្ញុំនេះជាការដែលនាងខ្ញុំយល់ឃើញតែបើសិនណាជាបងប្អូនយល់ឃើញយ៉ាងណាអាចខមមិននៅខាងក្រោមបានអញ្ចឹងបានន័យថាមានពេលខ្លះអ្នកខ្លះទៅគឺគាត់មានគេហៅថាមុនស្នេហ៍មាននិស្ស័យពីកំណើតគឺមានអ្នកដែលស្រឡាញ់ចូលចិត្តរាប់អានអញ្ចឹងទៅប៉ុន្តែអ្នកខ្លះទៀតទៅគឺគាត់មិនសូវជាមានមិត្តភ័ក្តិដែលរាប់អានអីទេអញ្ចឹងមានប្រភេទអ្នកខ្លះក៏មិនខ្វល់ខ្វាយដែរចង់ថាគេរាប់ក៏រាប់មិនរាប់ក៏ហើយទៅអញ្ចឹងណាប៉ុន្តែអ្នកខ្លះទៀតគាត់មានចរិតមួយគឺគាត់ចង់បានមិត្តភ័ក្តិគាត់ចង់បានអ្នករាប់អានអីអញ្ចឹងទៅអញ្ចឹងពេលខ្លះគាត់អាចពាក្យដែលបន្លំណាបានន័យថាពេលខ្លះគាត់តចរិតរបស់គាត់មិនមែនអញ្ចឹងទេប៉ុន្តែគាត់ធ្វើខ្លួនឲ្យទៅជាចំណោមមនុស្សដែរគេចូលចិត្តឬក៏ការពិតគឺអ្នកដែលត្រូវរាប់អានឬក៏អ្នកដែលនៅជុំវិញខ្លួនគាត់គេចូលចិត្តបែបនេះអញ្ចឹងដើម្បីបានមិត្តភាពអញ្ចឹងគឺគាត់រុញខ្លួនឯងបានន័យថាប្រែខ្លួនឯងបន្លំខ្លួនឯងទៅជាអ្វីដែលគេចង់បានជាងអត្តចរិតពិតរបស់គាត់ដើម្បីទទួលបានមិត្តភាពបែបហ្នឹងមិត្តភាពដែលគាត់ចង់បានថាគេរាប់អានច្រើនជាងទៅ
មួយទៀតគឺពេលខ្លះនៅពេលដែលឆ្លោះប្រកែកឬមួយក៏មានមតិយោបល់គឺគាត់មិនសូវជាចង់នៅក្នុងការដែលអឺទាស់តែងឆ្លោះប្រកែកគាត់គេហៅថាសុខចិត្តយល់ស្របសុខចិត្តដូចថាទុកគំនិតរបស់គាត់ឬក៏អារម្មណ៍របស់គាត់នឹងដាក់ម្លែកដើម្បីឲ្យងាយនៅក្នុងការដោះស្រាយបញ្ហាក៏ដូចជាឆាប់ចប់នៅចំនួនទាំងអស់ហ្នឹងចង់និយាយចឹងណាចឹងតើអ្នកណាខ្លះគាត់ស្ថិតនៅក្នុងអត្តចរិតបែបហ្នឹងតើអ្នកណាខ្លះដែលធ្លាប់ជួបមនុស្សបែបហ្នឹងហើយតើអ្នកណាខ្លះដែលជាខ្លួនឯងហើយធ្វើបែបហ្នឹងតើមានអារម្មណ៍ដែរហត់ដែរឬទេអញ្ចឹងនាងខ្ញុំសូមបន្តទៅកាន់ធាតុក៏ដូចជាឆ្នាំកំណើតរបស់មនុស្សឆ្នាំជូតបន្តទៀតយើងទៅដល់កណ្ដុរធាតុដីហើយដែលមានមនុស្សដែលកើតនៅក្នុងឆ្នាំកណ្ដុរធាតុដីហ្នឹងគឺមានឆ្នាំ1948នៅក្នុងខែកុម្ភៈរហូតទៅដល់1949ខែមករាហើយមួយទៀតគឺអ្នកដែលកើតនៅក្នុងឆ្នាំ2008ខែកុម្ភៈរហូតទៅដល់អ្នកដែលកើតនៅក្នុងឆ្នាំ2009ខែមករាអញ្ចឹងតើអត្តចរិតរបស់អ្នកដែលកើតនៅក្នុងឆ្នាំទាំងហ្នឹងហើយដែលជាកណ្ដុរធាតុដីហ្នឹងតើមានអត្តចរិតបែបណាកណ្ដុរពួកនេះមានអារម្មណ៍ថាដិតជាប់នឹងផ្ទះសម្បែងពួកកណ្ដុរទាំងនេះចូលចិត្តធ្លាក់នៅក្នុងអន្លង់ស្នេហាពួកគេក៏ចូលចិត្តវង្វេងពីពេលមួយទៅពេលមួយប៉ុន្តែពួកគេតែងតែរហ័សត្រឡប់ទៅកាន់កន្លែងសុវត្ថិភាពអញ្ចឹងបើសិនជាគាត់វង្វេងផ្ទះយើងនិយាយឲ្យស្រួលស្ដាប់បើវិញផ្ទះបានន័យថាគាត់អាចរកផ្ទះឃើញក៏ប៉ុន្តែបើធ្លាក់នៅក្នុងអន្លង់ស្នេហាហើយបានន័យថាវល់នៅក្នុងអន្លង់ស្នេហាប៉ុន្តែស្នេហានោះមិនជាស្នេហាដែលប្រកបទៅដោយអ្វីដែលភ្លឺថ្លាប្រកបទៅដោយគេហៅថាពិតប្រាកដស្នេហាដែលពិតប្រាកដអញ្ចឹងគាត់ឆាប់ត្រឡប់មករកកន្លែងដើមឃើញបានន័យថារកឃើញថាវាមិនមែនជាអ្វីដែលគាត់ចង់បានមួយទៀតពួកគេគឺទទួលបានអំណោយដ៏សម្បើមនៃវិញ្ញាណនិងការយល់ឃើញឥឡូវនេះខ្ញុំសូមចូលបន្តទៅកាន់កណ្ដុរធាតុមាសដែលមានអ្នកដែលកើតនៅក្នុងឆ្នាំ1960ខែកុម្ភៈរហូតទៅដល់អ្នកដែលកើតនៅក្នុងឆ្នាំ1961ខែកុម្ភៈហើយមួយទៀតគឺកើតនៅក្នុងឆ្នាំ2020ខែមករារហូតដល់ឆ្នាំ2021ខែកុម្ភៈតចរិតរបស់ពួកគាត់គឺកណ្ដុរនេះមានចរិតល្អមានភាពឆើតឆាយកណ្ដុរទាំងនេះគឺមិនចេះនៅស្ងៀមជួនកាលភាពមិនចេះនៅស្ងៀមប្រៀបបីដូចជាជំងឺមួយពួកគេមិនអាចនៅទំនេរនិងមិនអាចធ្វើអ្វីសំទោសនឹងអាចធ្វើអ្វីដែលសាហាវនឹងគ្រោះថ្នាក់អញ្ចឹងកន្លែងហ្នឹងនាងខ្ញុំចង់និយាយថាមានមនុស្សមួយចំនួនអញ្ចឹងនាងខ្ញុំឧទាហរណ៍ថាបើបងស្រីឬមួយអ្នកមីងឬក៏ល្អអ៊ំអីចឹងណាគាត់ធ្លាប់ដូចថាអ្នកធ្វើការផ្ទះសម្បែងអញ្ចឹងឃើញផ្ទះសម្បែងស្អាតទៅគាត់សប្បាយចិត្តមិនឃើញផ្ទះសម្បែងមិនស្អាតអញ្ចឹងទៅគាត់មិនសប្បាយចិត្តអញ្ចឹងទៅគាត់ធ្វើតតែពេញចិត្តអីចឹងទៅបានន័យថាគាត់ពេញចិត្តគាត់ចង់ធ្វើការងារហ្នឹងគឺថារវល់តែរឿងការងាររបស់គាត់ចឹងទៅបើឲ្យគាត់តនេគាត់អត់ចេះតនេចឹងទៅមួយទៀតគោយើងសំដៅទៅលើបានន័យថាចូលចិត្តផ្សងដំណើរផ្សងព្រេងឬគ្រោះថ្នាក់អញ្ចឹងទៅធ្វើអ្វីដែលគឺថាអ្នកដតីអត់ហ៊ានគឺគាត់ហ៊ានអញ្ចឹងទៅអញ្ចឹងឥឡូវនាងខ្ញុំសូមចូលទៅកាន់កណ្ដុរធាតុទឹកតើកណ្ដុរធាតុទឹកនេះមានអ្នកកើតឆ្នាំណាខ្លះកណ្ដុរធាតុទឹកហ្នឹងគឺមានអ្នកដែលកើតនៅក្នុងឆ្នាំ1912ទៅដល់1913ហើយមួយទៀតគឺ1972ដល់1973អញ្ចឹងពពួកកណ្ដុរទាំងនេះគឺមានអត្តចរិតមួយគឺមានមោទនភាពនិងស្រស់ស្អាត
ហើយពួកកណ្ដុរទាំងនេះគឺជាកណ្ដុរដែលមានភាពទាក់ទាញជាងគេបំផុតក្នុងចំណោមកណ្ដុរទាំងអស់ភាពខ្លាំងរបស់ពួកគេអាចជាឥទ្ធិពលដល់អ្នកដទៃហើយពួកគេដឹងច្បាស់ហើយពួកគេក៏ដឹងច្បាស់ដែរប៉ុន្តែពេលខ្លះដឹងច្បាស់ហើយក៏ប្រើវាខុសដែរចង់និយាយថាប្រើអ្វីដែលខ្លួនឯងមានហ្នឹងនៅក្នុងផ្លូវខុសផងដែរអញ្ចឹងតាក់ទងជាមួយនឹងអត្តចរិតថាតើឆ្នាំជូតហ្នឹងមានធាតុអីខ្លះហើយឆ្នាំអីខ្លះហើយកើតនៅក្នុងឆ្នាំហ្នឹងធាតុហ្នឹងតើមានអត្តចរិតបែបណាបន្ថែមទៅលើអត្តចរិតទូទៅដែលនាងខ្ញុំបានរៀបរាប់កាលពីវគ្គមុនបានមកដល់ទីបញ្ចប់ត្រឹមនេះអរគុណច្រើនសម្រាប់ការចូលមកកាន់ទស្សនាវីដេអូរបស់នាងខ្ញុំបើសិនជាចូលចិត្តសូមជួយចុច like ហើយបើចង់តាមដានទស្សនាវីដេអូរបស់នាងខ្ញុំជាបន្តសូមជួយចុច subscribe ផងអរគុណច្រើនសូមជម្រាបលា